ពោះមួយក្បាលបានសម្រាប់មេចុងភៅម្នាក់នៅប្រទេសចិនដែលជាពោះរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ2014ពេងហ្វានគឺជាជនជាតិចិនគាត់គឺជាអ្នកចម្អិនម្ហូបថ្ងៃនោះគឺជាថ្ងៃដ៏សែនអាក្រក់របស់គាត់ញាបានកំងពោះមួយដែលជាពោះដែលមានពឹសសម្រាប់មនុស្សត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះពេលនោះក៏បានកាត់ក្បាលជាមនុស្សស្រីរាងរបស់វាຕົកមួយឡែកក្បាលវាក៏ຕົកមួយឡែកដែរកាពះក៏ពុតជាពេញពឹសអីក៏កាត់ចាញ់អស់ហើយពោះនោះទោះបីជាកាត់ក្បាលក៏ប៉ុន្តែវាអាចរស់ដល់រយៈពេល1ម៉ោងដោយមិនមានខ្លួនប្រាណរបស់វាពេលនោះគាត់បានយកចាប់ក្បាលវាដាក់មួយកន្លែងប៉ុន្តែក្បាលរបស់វាបានខាប់មកចាំដៃរបស់មេចុងភៅនោះហើយពឹសក៏បានជ្រាបចូលតាមនើរ៉ូនចូលទៅក្នុងសរសៃឈាមរបស់គាត់ធ្វើឲ្យសរីរាង្គរបស់គាត់ពិបាកដកដង្ហើមជាមួយនឹងសាច់ដុំពិបាកនឹងធ្វើចលនាពេលនោះការដកដង្ហើមរបស់គាត់ពិបាកខ្លាំងណាស់រហូតដល់គាត់ធ្វើឲ្យពុលពេលនោះជំនួយការក៏ដូចជាអ្នកផ្សេងចូលមកដល់មិនគាត់ស្លាប់បាត់ទៅហើយនេះគឺជាពោះដែលមានពឹសដែលសម្រាប់មនុស្សត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះតែអ្នកនរគ្នាគិតយ៉ាងណាដែរចំពោះរឿងក្តីមួយនេះបញ្ចេញមតិរបស់អ្នកនរគ្នានៅខាងក្រោម comment ទាំងអស់គ្នាជួបខ្ញុំម្ដងទៀតនៅពេលក្រោយជម្រាបលាបាយបាយ